ធានមន្ត្រីព័ត៌មានខេត្តព្រះវិហារចុះសួរសុខទុក្ខនិងនាំយកអំណោយលើកទឹកចិត្តជូនអ្នកសារព័ត៌មានប្រចាំខេត្តមួយរូបកំពុងសម្រាប់ព្យាបាលជំងឺនៅក្នុងមន្ទីរពហុព្យាបាលនិងសម្ភពឯកជនក្នុងក្រុងព្រះវិហារដើម្បីបង្ហាញពីមនោសញ្ចេតនាយកចិត្តទុកដាក់និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញបេសកកម្មក្នុងខេត្តព្រះវិហារកំពុងមានបញ្ហាសុខភាពនោះនាថ្ងៃទី23ខែកក្កដាឆ្នាំ2026លោកស្រីហែមសុគន្ធពិសីប្រធានមន្ត្រីព័ត៌មានខេត្តព្រះវិហារបានដឹកនាំក្រុមការងាររួមនឹងបងប្អូនអ្នកសារព័ត៌មានឯកជនអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនទៅប្រគល់ជូនលោកសួនពិសិដ្ឋអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ប្រចាំខេត្តព្រះវិហារដែលកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលនិងសម្ភពព្រះវិហារស្ថិតនៅក្នុងក្រុងព្រះវិហារខេត្តព្រះវិហារក្នុងឱកាសនោះលោកស្រីប្រធានមន្ត្រីបានសម្ដែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅនិងបានលើកទឹកចិត្តយ៉ាងកក់ក្ដៅដល់លោកសួនពិសិដ្ឋខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនដើម្បីឆាប់បានជាសះស្បើយអំពីជំងឺលោកស្រីប្រធានមន្ត្រីក៏បានជូនពរលោកសួនពិសិដ្ឋឲ្យឆាប់បានជាសះស្បើយពីជំងឺមានកម្លាំងកំហែងនិងសុខភាពល្អបរិបូរណ៍ឡើងវិញដើម្បីបានវិលត្រឡប់ទៅកាន់អង្គភាពនិងបន្តសកម្មភាពបំពេញភារកិច្ចលើវិស័យព័ត៌មានជាបន្តនៅក្នុងឱកាសនោះផងដែរលោកសួនពិសិដ្ឋបានបង្ហាញពីភាពរីករាយសប្បាយចិត្តនិងបានថ្លែងអំណរគុណនិងជូនពរចំពោះលោកស្រីហែមសុគន្ធពិសីព្រមទាំងក្រុមការងារទាំងអស់ទាំងរដ្ឋនិងឯកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខនិងបាននាំយកអំណោយព្រមទាំងថវិកាមកជូនដល់រូបលោកនាឱកាសនោះសកម្មភាពនេះបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានព្រមទាំងបានបង្ហាញពីការរួមសុខរួមទុក្ខរវាងវិស័យព័ត៌មានរដ្ឋនិងឯកជនដែលកំពុងបំពេញភារកិច្ចក្នុងខេត្តព្រះវិហារសម្ភារៈដែលបានផ្ដល់ជូននាឱកាសនោះរួមមានគ្រឿងឧបភោគបរិភោគជាអំណោយរបស់លោកស្រីនួនវូលៈនាយករងរដ្ឋបាលសាលាខេត្តនិងថវិការបស់សមាគមនារីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារចំនួន200,000រៀលថវិកាផ្ទាល់ខ្លួនលោកស្រីហែមសុគន្ធពិសីចំនួន200,000រៀលប្រធានមន្ត្រីបរិស្ថានខេត្ត50,000រៀលប្រធានមន្ត្រីរាយនិងធម្មពលខេត្ត50,000រៀលព្រមទាំងថវិការបស់អ្នកសារព័ត៌មានវិស័យឯកជនមួយចំនួនផងដែរ